សម្ពោធអគារទីបញ្ជាការថ្មីយុទ្ធភូមិភាគទី3ជាអំណាចរបស់ក្រសួងការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាមកំពុងស្ពឺនៅព្រឹកថ្ងៃទី14ខែសីហាឆ្នាំ2026ពិធីសម្ពោធអគារទីបញ្ជាការថ្មីបញ្ជាការដ្ឋានយុទ្ធភូមិភាគទី3ក្រោមអធិបតីភាពរបស់លោកឧត្តមស្នេហ៍ឯកខៀវឆេងរដ្ឋលេខាធិការក្រសួងការពារជាតិនិងមានវត្តមានលោកឧត្តមស្នេហ៍ឯកបំរុងខៀនធឿនថាំងអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិងមានការចូលរួមពីលោកឧត្តមស្នេហ៍វរៈស្នេហ៍នីតិហ៊ានរងក្នុងជួរកងយុទ្ធពលខេមរភូមិន្ទមកពីបណ្ដាអង្គភាពជាច្រើនលោកឧត្តមស្នេហ៍ឯកបំរុងខៀនធឿនថាំងអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានលើកឡើងដែរថាសំណង់អគារទីបញ្ជាការដ្ឋានយុទ្ធភូមិភាគទី3នៃកងយុទ្ធពលខេមរភូមិន្ទបានចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ2023និងបានបញ្ចប់តាមផែនការដែលបានកំណត់នេះគឺជាសំណង់មួយក្នុងចំណោមសំណង់សំខាន់ដែលក្រសួងការពារជាតិនៃប្រទេសទាំងពីរបាននឹងកំពុងសហការអនុវត្តក្នុងរយៈពេលកន្លងមកសំណង់នេះគឺជានិមិត្តរូបដ៏សកម្មស្ដែងចេញនៅស្មារតីសាមគ្គីភាពការគាំទ្រនិងជួយគ្នាទៅវិញទៅមករវាងប្រទេសគោលបំណងនិងកងទ័ពទាំងពីរក្នុងការប្រគិស្មាររួមដំណើរជាមួយកងយុទ្ធពលខេមរភូមិន្ទជានិច្ចដើម្បីរួមចំណែកពង្រឹងហេដ្ឋារចនាសម្ព័ន្ធលើកកម្ពស់លក្ខខណ្ឌការងារនិងជីវភាពរស់នៅរបស់យោធិនជាពិសេសរួមចំណែកបង្កើនប្រសិទ្ធភាពនៃទំនាក់ទំនងសហប្រតិបត្តិការនិងការងារសម្របសម្រួលរបស់យុទ្ធភូមិភាគទី3ដូចជាយុទ្ធភូមិភាគទី9នៃកងទ័ពប្រជាជនវៀតណាមជាដើមលោកអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានថ្លែងដោយបញ្ជាក់ដែរថាក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមបានកត់សម្គាល់និងសូមការសរសើរចំពោះស្មារតីទទួលខុសត្រូវការខិតខំប្រឹងប្រែងនិងការលះបង់របស់ក្រុមការងារគ្រប់គ្រងគម្រោងអង្គភាពសាងសង់អង្គភាពប្រឹក្សាអង្គភាពត្រួតពិនិត្យនិងអ្នកម៉ៅការទាំងអស់ដែលបានជំនះការលំបាកទាក់ទងនឹងភូមិសាស្ត្រនិងអាកាសធាតុដើម្បីបញ្ចប់សំណង់នេះប្រកបដោយគុណភាពបំពេញតាមតម្រូវការបច្ចេកទេសសោភ័ណភាពនិងតាមការវិភាគដែលបានកំណត់ចំពោះការសហការនិងការបង្កលក្ខណៈងាយស្រួលពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់កម្ពុជាក្នុងអំឡុងពេលអនុវត្តការសាងសង់សំណង់នេះលោកក៏បានសង្កត់ធ្ងន់ដែលថាក្រសួងការពារជាតិវៀតណាមសង្ឃឹមដែលថាបន្ទាប់ពីដាក់ឲ្យប្រើប្រាស់សំណង់នេះនឹងត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពបម្រើដល់ការងារបញ្ជាការនិងដឹកនាំបញ្ជាព្រមទាំងបង្កលក្ខណៈងាយស្រួលឲ្យថ្នាក់ដឹកនាំនិងយោធិននៃបញ្ជាការដ្ឋានយុទ្ធភូមិភាគទី3អាចបំពេញការងារបានកាន់តែល្អប្រសើរសូមឲ្យទំនាក់ទំនងភាពជាអ្នកជិតខាងល្អនិងជាមិត្តភាពជាប្រពៃណីនិងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងស្ថិតស្ថេរយូរអង្វែងរវាងប្រទេសវៀតណាមកម្ពុជាអមតៈជារៀងរហូតលោកឧត្តមស្នេហ៍ឯកខៀវឆេងរដ្ឋលេខាធិការក្រសួងការពារជាតិប្រទេសកម្ពុជាបានមានប្រសាសន៍លើកឡើងដែរថាព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញគោលនយោបាយការបរទេសដោយផ្ដល់អាទិភាពទៅលើការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយឈរលើស្មារតីមិត្តភាពសមភាពការយោគយល់គ្នាផលប្រយោជន៍គ្នាទៅវិញទៅមកសម្រាប់វិស័យការពារជាតិនិងសន្តិសុខការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសជិតខាងគឺជាគន្លឹះនៅក្នុងការថែរក្សាសន្តិភាពស្ថិរភាពជំរុញការអភិវឌ្ឍនិងការរស់នៅប្រកបដោយភាពសុខដុមរមនារបស់ប្រជាជនចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយនឹងវៀតណាមរាជរដ្ឋាភិបាលកម្ពុជាបានបដិញ្ញាចិត្តឥតងាករេក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពសាមគ្គីភាពជាប្រពៃណីជាអ្នកជិតខាងល្អនិងផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងកងទ័ពនិងប្រជាជនទាំងពីរលោកឧត្តមស្នេហ៍ឯកបានលើកឡើងបន្ថែមទៀតដែរថាលើពីនេះទៀតយើងពិតជាមានមោទនភាពប្រកបដោយការសប្បាយរីករាយនិងអបអរសាទរចំពោះភាពរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យទោះបីស្ថានភាពសន្តិសុខសកលមានការវិវត្តកាន់តែពិបាកប៉ាន់ស្មាននិងស្មុគស្មាញយ៉ាងណាក្តីជាការពិតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រសួងការពារជាតិប្រទេសទាំងពីរបានពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការវិស័យការពារជាតិមានការរីកចម្រើនលូតលាស់ជាបន្តបន្ទាប់បានអនុវត្តយ៉ាងមានប្រសិទ្ធភាពនៅទិសដៅដែលបានកំណត់ដោយថ្នាក់ដឹកនាំជាន់ខ្ពស់ដោយកិច្ចសហប្រតិបត្តិការការពារជាតិកាន់តែមានលក្ខណៈជាក់ស្ដែងនិងមានប្រសិទ្ធភាពតាមរយៈការលើកកម្ពស់យុទ្ធការដែលមានស្រាប់កាន់តែស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយដោយឈរលើមូលដ្ឋានគ្រប់គ្នានិងជឿទុកចិត្តគ្នាទៅវិញទៅមកភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងស្ថិរភាពយូរអង្វែងដែល
ដែលនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់កងទ័ពនិងប្រជាជនរួមចំណែកដល់សន្តិភាពស្ថិរភាពនិងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ